គេថាព្រួយមួយបាញ់បានសត្វពីរហើយនេះគឺជា monitor ឆ្លាតវៃដែលអាចប្រែកាយទៅជាទូរទស្សន៍ឆ្លាតវៃបានត្រឹមតែមួយរំពេចហើយដែលភាសានេះក៏មានមុខងារ AI ជាច្រើនដែល monitor ធម្មតាអត់មានអញ្ចឹងឥឡូវនេះយើងកំពុងតែធ្វើការ unboxing smart monitor M7 របស់ Samsung ដោយមួយគ្រឿងនេះគឺជា monitor ឆ្លាតវៃដែលអាចបង្ហាញរូបភាពច្បាស់រហូតដល់ទៅ 4K ហើយដែលភាសានេះគឺមានមុខងារ AI ជួយ enhance គុណភាពវីដេអូបើទោះបីជាយើងមើលត្រឹមកម្រិត 1080 អីក៏វាជួយឲ្យវីដេអូរបស់យើងច្បាស់រហូតដល់ទៅគៀកកម្រិត 4K បានផងដែរកន្លែងមករូបរាងខាងក្រៅនៃ monitor មួយនេះវិញត្រូវបាន design តាមបែប minimalist ដាក់នៅជ្រុងណាក៏ស្អាតដែរនៃបន្ទប់របស់យើងហើយបន្ថែមពីនេះទៀតផ្នែកខាងក្រៅគឺមាន port ច្រើនរនមែនទែនដែលស្រួលទៅដល់ការប្រើប្រាស់ដែលមាន USB-A ចំនួន3 HDMI ចំនួន2 USB Type-C ចំនួន1ហើយបន្ថែមពីនេះទៀតគឺវាមាន built-in speaker ដែលស្ដាប់ទៅគឺឮព្រោះមិនធម្មតានោះទេហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេហ្នឹងគឺវាអាចប្រែកាយទៅជាទូទស្សន៍បានដោយអត់ចាំបាច់ដោតកុំព្យូទ័រឬក៏អត់ចាំបាច់ប្រើ device តបឆ្លងអីផ្សេងៗទេគឺចំណេញមែនតើការជាទូទស្សន៍មួយតែម្ដងអញ្ចឹងអានេះគ្រាន់តែជាចំណុចពិសេសត្រួសត្រាសឲ្យកុំភ្លេចរងចាំទស្សនាវីដេអូ review ពេញជាមួយនឹងខ្ញុំក្នុងពេលឆាប់ៗនេះ